Hello ស្ដីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមានវីដេអូមកចែករំលែកនៅរបៀបបែកមុខងារ record សំឡេងនេះបងប្អូនគ្នាបងប្អូនខ្លះគាត់នៅស្ងល់គាត់អត់ទាន់ចេះបើកអញ្ចឹងណាហ្នឹងហើយហើយថ្ងៃនេះខ្ញុំមកប្រែបងប្អូនអរគ្នាអំពីរបៀបបើកវាហើយកុំភ្លេចជួយចុច like subscribe មួយបងប្អូនអរគ្នាហើយជាដំបូងយើងចង់បើកមុខងារមួយនេះយើងចូលមក setting មកបងប្អូនអរគ្នាហើយឈប់នេះចូលមកយើងចូលមកដំបូងយើងរកពាក្យមួយនេះមកនេះហើយចុចលើមកហើយចុចតាមខ្ញុំមកបងប្អូននេះហើយដំបូងវាអត់ទាន់ចេញចេះឧទាហរណ៍ថាចុចចេញដំបូងបងប្អូននេះអូមកឃើញចេះមុខងារមួយហ្នឹងនេះហើយបងប្អូនជួយសញ្ញាបូកនឹងមកខ្វាច់ឥឡូវវារត់មកបងប្អូនទាំងគ្នាឥឡូវវាបានហ្នឹងបងប្អូនអូមើលនេះឃើញនេះហើយបើមួយទៀតស្រាប់iOS រីខ្ពស់បងប្អូនចុចតាមលើនេះមកចុចជាប់មកវាឃើញឲ្យមានសញ្ញាបូកខាងក្រៅមួយវាដាក់ហ្នឹងហើយបងប្អូនចុចលើនឹងមកហើយវាយរកពាក្យនេះមកវាយរកអានេះមកយើងវាយតាស្អីគេនេះវាយតា ORT ក៏វាចេញដែរ ORT វាចេញនឹងមកOE ចេញមកបងប្អូនហ្នឹងគឺឈ្មោះវាបងប្អូនចុចយកវាមកវានឹងឃើញនៅពីក្រោមហ្នឹងនៅក្រោមហ្នឹងបងប្អូនទាំងគ្នាអត់ចង់ឲ្យវាលឺសំឡេងហើយបងប្អូនដកចេញមកបើបងប្អូនចង់ឲ្យលឺសំឡេងបងប្អូនដាក់វាមកពេល record ហ្នឹងហើយដល់ពេលយើង record ចេញមកឲ្យវា load ឲ្យអស់នាទីមក1 2 3មកអូខេវាចេញសញ្ញាខំនេះបើន័យថាវាកំពុង record មួយក៏ពេលយើង live ក៏វាឃើញចឹងនេះហ្នឹងហើយដល់ពេលយើង live លើកម្មវិធីមួយបងប្អូនចុចឈប់បងប្អូនចុចទៅលើកម្មវិធីហ្នឹងមកនេះដាក់ចឹងមកបើមានកម្មវិធី live stream live អីបងប្អូនចុចទៅលើចឹងមកហើយចុចតែក្នុងហ្នឹងមកគឺវា live រួចជាការស្រេចហ្នឹងបងប្អូនគ្នាហើយវីដេអូហ្នឹងមានតែប៉ុណ្្នឹងឯណាហ្នឹងហើយបាយបាយបងប្អូនគ្នា